នៅព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026នេះដែរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8នៅសន្តាគារសុខាខេត្តសៀមរាបកិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គមនិងវប្បធម៌របស់អាស៊ាននេះត្រូវបានអញ្ជើញចូលរួមពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ានអគ្គលេខាធិការអាស៊ាននិងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក3រួមមានចិនជប៉ុននិងកូរ៉េខាងត្បូងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និង ACCSM បូក3ឆ្នាំ2026-2030សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀតដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈនិងវិធាននីតិវិធី ROP នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM បូក3សម្ដេចបវរធិបតីបញ្ជាក់ជាថ្មីថាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនិងបន្តបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ប្រទេសបូក3និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្ដែងក្នុងស្មារតីនេះកម្ពុជាមានមោទនភាពក្នុងការទទួលតួនាទីជាប្រធានប្រវេននៃបណ្ដាញវិទ្យាស្ថានបណ្ដុះបណ្ដាលមុខងារសាធារណៈអាស៊ានសម្រាប់អាណត្តិឆ្នាំ2027-2028បន្ថែមលើនេះសម្ដេចបវរធិបតីគូបញ្ជាក់ថាកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាស្នូលនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅកម្ពុជាការកែតម្រង់ឆ្លងវិស័យដ៏សំខាន់មួយក្នុងចំណោម5រួមជាមួយនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែតម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងវិមជ្ឈការនិងវិសហមជ្ឈការកំណែទម្រង់តុលាការនិងកំណែទម្រង់ច្បាប់ដែលជាផ្នែកសំខាន់នៃចក្ខុវិស័យកម្ពុជាឆ្នាំ2050កិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រទាំងនេះបាននាំមកនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់រួចទៅហើយតាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការពង្រឹងសមិទ្ធផលស្ថាប័ននិងស្តង់ដារវិជ្ជាជីវៈព្រមទាំងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលមានប្រសិទ្ធភាពនិងផ្អែកលើសមិទ្ធផលកាន់តែប្រសើរជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM បូក3ក៏ដូចជាប្រធានបទឆ្នាំនេះគឺនវានុវត្តន៍ដើម្បីការផ្ដល់សេវាកាន់តែប្រសើរហើយដើម្បីបង្កើនផលប៉ះពាល់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ ACCSM លើកទី23និង ACCSM បូក3លើកទី8សម្ដេចបវរធិបតីក៏បានចែករំលែកនៅទេសនៈមួយចំនួនដែលសម្ដេចជឿថាអាចជួយតម្រង់ទិសតួនាទីនៃនវានុវត្តន៍នៅក្នុងវិស័យមុខងារសាធារណៈសម្ដេចធិបតីថ្លែងទៀតថាបញ្ហាប្រឈមដែលយើងប្រឈមមុខមិនស្គាល់ព្រំដែនទេដូច្នេះការឆ្លើយតបរបស់យើងក៏ត្រូវតែគ្មានព្រំដែនដូចគ្នាដោយផ្អែកលើស្មារតីនៃមាគ៌ាអាស៊ានដែលត្រូវបានកសាងឡើងលើការពិគ្រោះយោបល់ការឯកភាពគ្នានិងសាមគ្គីភាពជាសហគមន៍មួយយើងត្រូវតែរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរបស់យើងដោយបង្វែរបទពិសោធន៍របស់ប្រទេសនីមួយៗទៅជាកម្លាំងរួមដ៏មានឥទ្ធិពលដែលជំរុញតំបន់ឆ្ពោះទៅមុខតាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងការទទួលខុសត្រូវរួមសម្ដេចធិបតីថ្លែងដែរថាជាមួយនឹងការសម្លឹងខ្ពស់ទៅអនាគតដ៏វែងឆ្ងាយសូមយើងរួមគ្នាទទួលយកចក្ខុវិស័យរួមសម្រាប់អនាគតនៃស្ថាប័នសាធារណៈរបស់យើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើកកម្ពស់វប្បធម៌នវានុវត្តន៍និងឧត្តមភាពនិងជំរុញការកសាងមុខងារសាធារណៈដែលមានភាពបត់បែននិងភាពធន់ត្រៀមខ្លួនសម្រាប់អនាគតនិងលះបង់ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង